នៅក្នុងឆ្នាំ2024ដែលហ៊ានអ៊ីស្រាអែលម្នាក់ត្រូវបានគេថតរូបបាននៅតំបន់កាហ្សាខណៈពេលដែលរូបគេកំពុងតែពាក់ស្លាកសញ្ញាមួយដែលបង្កមានការវែងញែកយ៉ាងខ្លាំងស្លាកសញ្ញានេះបង្ហាញពីមហាចតាចង់បានទឹកដីរបស់អ៊ីស្រាអែលដែលលាតសន្ធឹងចាប់ពីទន្លេនីលនៅក្នុងប្រទេសអ៊ីស៊ីបរហូតដល់ទន្លេអ៊ីហ្វ្រាតនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលវារួមបញ្ចូលទឹកដីទាំងស្រុងរបស់ប៉ាឡេស្ទីន ហ្សុកដានី លីបង់និងផ្នែកខ្លះនៃប្រទេសស៊ីរី អ៊ីស៊ីប អ៊ីរ៉ាក់និងប្រទេសអារ៉ាប៊ីសាអូឌីតវាត្រូវបានគេហៅថា Greater Israel ឬក៏មហាអ៊ីស្រាអែលជាអ្វីដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ហៅថាជាបេសកកម្មប្រវត្តិសាស្ត្រនិងខាងវិញ្ញាណសម្រាប់ជាតិសាសន៍របស់លោកសប្តាហ៍ថ្ងៃនេះទឹកដីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់អ៊ីស្រាអែលមានទំហំជិត 21000 គីឡូម៉ែត្រការ៉េណែទឹកដី The Greater Israel ឬក៏មហាអ៊ីស្រាអែលនោះមានទំហំប្រហែល 50,000 គីឡូម៉ែត្រការ៉េវាធំជាងទឹកដីអ៊ីស្រាអែលសប្តាហ៍ថ្ងៃនេះរហូតដល់ទៅ25ដងសំណួរសួរថាតើមហាអ៊ីស្រាអែលឬក៏ Greater Israel កំពុងលេចរូបរាងឡើងជាបណ្ដាហើយឬក៏យ៉ាងណាបើពិនិត្យលើស្ថានភាពជាក់ស្ដែងបច្ចុប្បន្នអ៊ីស្រាអែលកំពុងគ្រប់គ្រងទឹកដីសរុបប្រហែល 27000 គីឡូម៉ែត្រការ៉េបូករួមទាំងទឹកដីប៉ាឡេស្ទីននិងតំបន់ខ្ពង់រាបហ្គូឡង់ដែលដណ្ដើមបានពីស៊ីរីដោយមានអ្នកតាំងទីលំនៅថ្មីប្រហែល 80,000 នាក់រស់នៅលើទឹកដីដែលកាន់កាប់ដោយខុសច្បាប់អន្តរជាតិចំណែកឯមហាចតាធំរបស់អ៊ីស្រាអែលនោះគឺការលេបត្របាក់ទឹកដីទាំងស្រុងឬមួយផ្នែកពីប្រទេសដែលមានអធិបតេយ្យភាពចំនួន7ដោយបានរៀបរាប់ខាងលើដែលមានមនុស្សរស់នៅជាង120លាននាក់ផែនការនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមអ្នកតាំងទីលំនៅថ្មីនិងការបើកដៃពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែលគឺលោកម៉ៃហាគីប៊ីចឹងសំណួរសួរថាតើកំណត់នឹងបានមកពីណាដែលធ្វើឲ្យអ៊ីស្រាអែលចង់ពង្រីកទឹកដីតាមពិតទៅវាមានប្រភពដើមពីព្រះគម្ពីរបរិសុទ្ធដែលព្រះជាម្ចាស់បានធ្វើកិច្ចសន្យាជាមួយនឹងលោកអាប់រ៉ាហាំសន្យាប្រគល់ទឹកដីនោះដល់កូនចៅរបស់លោកហើយនៅក្នុងឆ្នាំ1898ស្ថាបនិកនៃចលនាស៊ីអូនីសនិយមទំនើបលោក Theodor Herzl បានដកស្រង់ពីនេះដើម្បីកំណត់ព្រំដែននៃរដ្ឋវិបនាពេលអនាគតអស់ជាច្រើនទសវត្សរ៍ក្រោយមកគំនិតនេះបានវិវត្តទៅជាយុទ្ធសាស្ត្រនយោបាយពិតប្រាកដនៅក្នុងឆ្នាំ1982លោកអូឌីតយីណនអតីតរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានចេញផ្សាយយុទ្ធសាស្ត្រមួយដែលអះអាងថាសន្តិសុខរបស់អ៊ីស្រាអែលគឺអាស្រ័យលើការបំបីបំបាក់ប្រទេសអារ៉ាប់ជុំវិញខ្លួនឲ្យទៅជាបំណាច់តូចៗបន្ទាប់មកនៅក្នុងឆ្នាំ1996ឯកសារគោលនយោបាយសម្រាប់លោក Netanyahu ដែលមានចំណងជើងថា Clean Break បានផ្ដល់អនុសាសន៍ឲ្យបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពហើយងាកមកធ្វើឲ្យប្រទេសអ៊ីរ៉ាក់ស៊ីរីនិងលីបង់ចុះខ្សោយវិញចាប់ពីលោក Herzl រហូតដល់លោក Netanyahu ទោះបីឆ្លងកាត់អស់រយៈពេលជាងមួយសតវត្សរ៍ក៏ដោយក៏ពួកគេនៅតែរក្សាទិសដៅយុទ្ធសាស្ត្រតែមួយអ្នកមិនចាំបាច់បង្ខំដណ្ដើមយកទឹកដីភ្លាមៗនោះទេប៉ុន្តែអ្នកត្រូវតែកន្តិចរត់នៅជុំវិញខ្លួនឲ្យខ្ទេចខ្ទីរហូតដល់គ្មាននរណាម្នាក់មានសមត្ថភាពរារាំងអ្នកពីការក្រសោបយកអ្វីៗគ្រប់យ៉ាងតាមចិត្តចង់ហើយលំនាំនេះកំពុងកើតឡើងយ៉ាងច្បាស់នៅពេលនេះរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich បានបង្ហាញពីយុទ្ធសាស្ត្រក្នុងសារអត្ថសម្ងាត់មួយដែលលេចធ្លាយថាត្រូវលេបយកទឹកដីគេឲ្យបានដោយមិនចាំបាច់ហៅថាជាការលេបត្របាក់ទឹកដីផែនទីរបស់លោកចង់គ្រប់គ្រងផ្ទៃដី West Bank ឲ្យបាន 82% និងបានបដិញ្ញាបន្ថែមអ្នកតាំងទីលំនៅថ្មីឲ្យបាន1លាននាក់ទៀតនៅលើទឹកដីប៉ាឡេស្ទីនបច្ចុប្បន្នការស្ទង់មតិបង្ហាញថាជនជាតិអ៊ីស្រាអែលពាក់កណ្ដាលគាំទ្រការពង្រីកការគ្រប់គ្រងទឹកដីនេះខណៈដែលការគាំទ្រចំពោះការចរចាបង្កើតរដ្ឋប៉ាឡេស្ទីនបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺមានត្រឹមតែ1ក្នុងចំណោម10នាក់ប៉ុណ្ណោះហើយសង្គ្រាមនៅតំបន់កាហ្សាលីបង់ស៊ីរីនិងអេរ៉ង់ក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះស្ទើរតែទាំងអស់សុទ្ធតែស្ថិតនៅក្នុងដែនព្រំដែននៃមហិច្ឆតាធំរបស់អ៊ីស្រាអែលជំហានដែលគេអនុវត្តមានលក្ខណៈដដែលគឺការប្រតិបត្តិការយោធាការបង្កើតតំបន់ទ្រនាប់បញ្ជូនអ្នកតាំងទីលំនៅរស់នៅនិងចុងក្រោយគឺការបញ្ចូលជាទឹកដីរបស់ខ្លួនឯងហើយអ៊ីស្រាអែលមិនដែលកំណត់ព្រំដែនផ្លូវការរបស់ខ្លួនឡើយកាលពីឆ្នាំ1948នាយករដ្ឋមន្ត្រីដំបូងរបស់អ៊ីស្រាអែលលោក David Ben-Gurion បានបដិសេធមិនកំណត់ព្រំដែនដោយលោកពោលថាអ៊ីស្រាអែលនឹងពង្រីកខ្លួនឲ្យកាន់តែធំនៅពេលដែលខ្លួនមានកម្លាំងខ្លាំងចាប់ពីពេលនោះមករាល់ព្រំដែនដែលអ៊ីស្រាអែលធ្លាប់បានគូសវាសគឺគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះប៉ុន្តែរាល់ការវិទីពង្រីកទឹកដីរបស់អ៊ីស្រាអែលគឺយកជាអចិន្ត្រៃយ៍តែម្ដងតាមគំនិតដ៏ឆោតល្ងង់របស់ខ្ញុំគិតថាអ៊ីស្រាអែលមិនខុសពីប្រទេសក្បែរខាងរបស់យើងទេអញ្ចឹងយើងត្រូវតែពង្រឹងនៅធនធានមនុស្សសេដ្ឋកិច្ចនិងយោធាឲ្យកាន់តែខ្លាំង